មួយនេះគឺជាវីដេអូរបៀបកំណត់ទីតាំងឃ្លាំងទទួលតំណែងនៅក្នុង Android ដែរពេលដែលចេញទំព័របែបនេះបងគាត់គេពាក្យថាខ្ញុំបន្តមកទៀតមកសុំអូសចុះក្រោមបន្តិចនឹងឃើញឃ្លាំង pick up និងអាស័យដ្ឋានទទួលជាទីតាំងបងអាចពេញចូលបានបើសិនជាមានសេតអាចចុចត្រង់នេះបានដាក់ទីតាំងលេខទូរស័ព្ទដៃទាំងអស់អញ្ចឹងក៏បានដែរតែមិនសូវថាលម្អិតនេះគាត់បើសិនជាមានលេខផ្ទះលេខផ្លូវក៏ដាក់បើសិនជាបងអត់មានទេឧទាហរណ៍តាមភូមិស្រុកបងដាក់ភូមិស្រុកទៅក៏បានដែរពេលដែលដាក់នេះហើយជួយដាក់សារទុកព័ត៌មានរបស់យើងទៅកន្លែងអាស័យដ្ឋានពេញតែប៉ុណ្្នឹងទេអាស័យដ្ឋាននេះមកពេញឲ្យហើយក៏បានចាំតំណែងម្ដងពេញក៏បានដែរតែទីតាំងឃ្លាំងគឺសំខាន់បងត្រូវតែពេញមុននឹងបងកំងពួកពេលដែលបងកំងហើយបានពេញតាមក្រោយតំណែងបងនឹងចាក់ទៅសាខាធំហើយអញ្ចឹងបើសិនជាបងពេញហើយចាំពេញតំណែងបងនឹងចាក់ទៅទីតាំងដែលបងបានកំណត់អញ្ចឹងចូលកន្លែងឃ្លាំង pick up ចូលកន្លែងការប្រើប្រាស់ដកតំណែងនេះសូមជ្រើសរើសខេត្តបានន័យថានៅពេញនៅខេត្តអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងបងបាច់បាយអសទេគ្រាន់តែចុចពីលើហ្នឹងមកវានឹងចេញជាតារាងចេះឲ្យហើយអញ្ចឹងបងអូសមើលខេត្តដែលបងនៅទៅគឺថានៅខាងខេត្តភ័យវែងដាក់ភ័យវែងកន្លែងសូមរើសឃ្លាំងដកតំណែងនេះដោយសារតែឃ្លាំងក្នុងខេត្តនីមួយមានច្រើនអញ្ចឹងបងមើលទៅថាឃ្លាំងមួយណាដែលនៅចិត្តបងយកឃ្លាំងមួយហ្នឹងឧទាហរណ៍ខាងខ្សែអត្រាចេញបែបនេះមកបងចុចកំណត់អញ្ចឹងចេញបែបនេះគឺបានថាយើងកំណត់ទីតាំងឃ្លាំងបានជោគជ័យហើយបើចង់ដឹងថាសាខាលោកអាមានណាខ្លះបងចង់ដឹងថានៅណាដែលនៅចិត្តបងទៅបងគាត់អូសមកខាងនេះតិចមកខ្សែឋានអន្តរជាតិនេះមកបន្តមកទៀតយកសាខាលោកដែរកន្លែងនេះថាយើងនៅភ័យវែងមិញយើងចង់ដឹងភ័យវែងតើសាខាណាដែលនៅចិត្តចឹងណាចុចខាងខេត្តភ័យវែងទៅគឺចេញមកសាខាលំអិតដែរចុះខ្ញុំមកយកសារទ្រាចឹងនៅខាងភូមិអីចឹងវាមានបញ្ជាក់នៅលើនឹងស្រាប់ពេលដែលចង់ចុចមើលជា Google Map អាចចុចចូលឡើងនេះបានអញ្ចឹងចេញចេះមកអញ្ចឹងកណ្ដាលការកំណត់ឃ្លាំងទទួលតំណែងគឺមានតែប៉ុណ្្នឹងទេ